បារមីលោកអ៊ូគូលេរៀបរាប់ពីថ្ងៃចុងក្រោយនៃការបួស10ថ្ងៃរបស់លោកជាមួយលោកអ៊ូបាឃីនក្រោមការបង្រៀនរបស់ព្រះតេជគុណវេប៊ូសាយ៉ាដាវប្រហែលជាម៉ោង 8:15 នាទីដល់ម៉ោង 9 ព្រឹកថ្ងៃទី24ខែមិថុនាខ្ញុំនិងអ៊ូបាឃីនមានឱកាសចំណាយពេលជាមួយព្រះតេជគុណវេប៊ូសាយ៉ាដាវពេលលោកកំពុងនៅម្នាក់ឯងអ៊ូបាឃីនបានប្រាប់តេជគុណថាលោកម្ចាស់ពួកខ្ញុំព្រះករុណានឹងលាចាកសិក្ខាបទនៅថ្ងៃស្អែកព្រឹកនេះហើយត្រឡប់ទៅទីក្រុងរ៉ុងហ្គោវិញកូណាមានកាតព្វកិច្ចធំមួយគឺត្រូវទទួលខុសត្រូវមើលថែសិស្សអ្នកធ្វើសមាធិរបស់ខ្ញុំជាពិសេសសិស្សបរទេសក្រៅពីជនជាតិភូមាប្រសិនបើមានឱកាសខ្ញុំចង់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីបង្រៀនសមាធិអ៊ូបាឃីនបានទូលសុំអាវ៉ាតពីតេជគុណទាក់ទងនឹងការផ្សព្វផ្សាយធម៌នៅបរទេសព្រះតេជគុណបានពន្យល់យើងយ៉ាងក្បោះក្បាយហើយយើងចងចាំមិនភ្លេចទេក្នុងមួយជីវិតនេះចំណែកខ្ញុំវិញពេលនោះខ្ញុំបានសារភាពប្រាប់តេជគុណវេប៊ូសាយ៉ាដាវថាខ្ញុំព្រះករុណាធ្លាប់បានប្រតិបត្តិសមាធិក្រោមការព្រានប្រដៅរបស់ព្រះតេជគុណស្វេសេឌីហើយក្រោយមកក៏រៀនធ្វើតាមអ៊ូបាឃីនលោកម្ចាស់កូណាព្យាយាមបន្តការប្រតិបត្តិណាស់ប៉ុន្តែមានរឿងមួយដែលខ្ញុំនៅមានភាពស្រពេចស្រពិលខ្ញុំព្រះករុណាបានខិតខំយ៉ាងខ្លាំងអស់ជាច្រើនឆ្នាំមកហើយក្នុងការធ្វើសមាធិប៉ុន្តែពេលខ្ញុំប្រៀបធៀបចិត្តរបស់ខ្ញុំនិងអ្នកដទៃខ្ញុំដឹងថាខ្ញុំមិនសូវបានរីកចម្រើនទេខ្ញុំឆ្ងល់ណាស់ថាតើខ្ញុំគ្មានបារមីទេឬក៏យ៉ាងណាតេជគុណវេប៊ូយកចិត្តទុកដាក់ស្ដាប់ខ្ញុំហើយតបថាអ្នកពិតជាមានបារមីអ្នកមានបារមីច្រើនណាស់អ្នកមានបារមីច្រើនណាស់ចូលមើលក្រឡេកមើលអ្នកផ្សេងទៀតលោកក៏ចង្អុលទៅញោមវត្ត 3-4 នាក់ដែលកំពុងតែជួយសម្អាតបរិវេណវត្តតេជគុណវេប៊ូបន្តថាពួកគេមានបារមីតិចតួចតែអ្នកមានច្រើនណាស់ឥឡូវនេះអ្នកកំពុងតែស្នាក់នៅក្នុងអគារដែលមានឥដ្ឋធំខាងក្រៅមានសួនផ្កាស្អាតជុំវិញយើងមិនសំដៅទៅដល់ផ្ទះដែលអ្នករស់នៅពីមុនទេផ្ទះនោះមិនមែនជាកម្មសិទ្ធិរបស់អ្នកទេយើងសំដៅដល់ផ្ទះនិងសួនដែលអ្នកកំពុងតែស្នាក់នៅនេះគឺវត្តអ្នកមានផ្កាមានដើមឈើអ្នកមានរបស់របរជាច្រើនចំណែកញោមវត្តទាំងនោះវិញពួកគេគ្មានរបស់ទាំងនោះទេប្រសិនបើអ្នកស្ដាប់ការបង្រៀនរបស់ព្រះពុទ្ធហើយប្រតិបត្តិតាមអ្នកនឹងទទួលបានអ្វីដែលអ្នកប្រាថ្នាចង់បានពេលនោះខ្ញុំគ្មានពេលច្រើនសម្រាប់គិតពីពាក្យសម្ដីទាំងនេះទេដោយសារតែខ្ញុំត្រូវជួយអ៊ូបាឃីនក្នុងការថ្វាយទានចំពោះភិក្ខុសាមណេរនិងឧបាសិកាកាន់សីល10ដែលមាននៅក្នុងវត្តដំបូងយើងប្រគេនចង្ហាន់ទៅព្រះតេជគុណវេប៊ូបន្ទាប់មកយើងប្រគេនទៅអ្នកផ្សេងទៀតតើតែពេលខ្ញុំតម្រិតខ្លួនសម្រាប់ពេលថ្ងៃត្រង់បន្ទាប់ពីបាយហើយទើបខ្ញុំចាប់ផ្ដើមគិតពីការពន្យល់របស់ព្រះតេជគុណវេប៊ូសាយ៉ាដាវខ្ញុំឆ្ងល់ណាស់ថាតើហេតុអ្វីបានជាព្រះតេជគុណដឹងថាខ្ញុំមានផ្ទះស្អាតមានសួនច្បារជុំវិញខ្ញុំនឹកឃើញថាលោកធ្លាប់បាននិមន្តមកផ្ទះខ្ញុំម្ដងដែរកាលដែលខ្ញុំរស់នៅបរិវេណសាកលវិទ្យាល័យមណ្ឌលេហើយខ្ញុំបានប្រាប់លោកថាខ្ញុំនឹងផ្លាស់ទីលំនៅទៅមិនយូរចម្ងាយប្រហែលជា65គីឡូម៉ែត្រពីមណ្ឌលេតែខ្ញុំចាំថាពេលនោះខ្ញុំមិនបាននិយាយអ្វីក្រៅពីនេះទៀតទេហើយអ្វីបានជាលោកដឹងពីស្ថានភាពផ្ទះថ្មីរបស់ខ្ញុំហើយតើតេជគុណចង់មានន័យថាយ៉ាងដូចម្ដេចដោយលោកប្រៀបធៀបស្ថានភាពខ្ញុំជាមួយញោមវត្តហើយថាខ្ញុំមានបារមីច្រើនបន្ទាប់ពីសម្រាកខ្ញុំក៏អង្គុយលើគ្រែហើយធ្វើសមាធិមួយរយៈក្រោយមកទើបខ្ញុំបើកភ្នែកខ្ញុំមើលទៅបន្ទប់មួយទៀតឃើញអ៊ូបាឃីនកំពុងតែអង្គុយពេនភ្នែនស្វាត់ជាយបឋាន
ដែលជាគម្ពីរទី7ក្នុងព្រះអភិធម្មបិដកនៅក្រោយឧបាឃីនខ្ញុំអាចមើលឃើញព្រះរាជគុណបេប៊ូកំពុងនៅទីនោះដែរខ្ញុំមានអារម្មណ៍ថាព្រឹកមិញព្រះរាជគុណចង់ប្រាប់ខ្ញុំថាចូលកុំមើលទៅតែអ្នកដែលមានបារមីច្រើនដូចជាព្រះអង្គនិងឧបាឃីនឡើយប៉ុន្តែត្រូវមើលទៅអ្នកដែលមានបារមីតិចតួចផងដែរធ្វើយ៉ាងនេះទើបខ្ញុំដឹងថាខ្លួនបានធ្វើដំណើរយ៉ាងវែងឆ្ងាយក្នុងផ្លូវធម៌រួចមកហើយអូនេះហើយជាមូលហេតុដែលលោកបានចង្អុលទៅញោមវត្តដែលកំពុងបោះសម្រាម